រដ្ឋនឹងបើកប្រាក់ខែឌុបនិងប្រាក់ឧបត្ថម្ភ50,000រៀលជូនមន្ត្រីរាជការមុនបុណ្យចូលឆ្នាំរដ្ឋនឹងបើកប្រាក់ខែឌុបនិងប្រាក់ឧបត្ថម្ភ50,000រៀលជូនមន្ត្រីរាជការមុនបុណ្យចូលឆ្នាំដោយមិនអោយក្រោយថ្ងៃទី11ខែមេសាឡើយសម្ដេចក៏បានចានចោលការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថារាជរដ្ឋាភិបាលអស់លុយបើកប្រាក់ខែជូនមន្ត្រីរាជការហើយទើបបោះពុម្ពក្តារប្រាក់20,000រៀលសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានថ្លែងដូច្នោះក្នុងឱកាសអញ្ជើញសម្ពោធនិងដាក់ឲ្យប្រើប្រាស់អគារសិក្សាខ្លោងទ្វារនិងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យហ៊ុនសែនសេរីភាពក្រុងតាខ្មៅខេត្តកណ្ដាលនាព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2025សម្ដេចធិបតីបានថ្លែងថារាជរដ្ឋាភិបាលបានគ្រប់គ្រងថវិកាបានត្រឹមត្រូវនិងមិនខ្វះថវិកាសម្រាប់បើកជូនមន្ត្រីរាជការឡើយសម្ដេចបញ្ជាក់ថាខែ4នេះគឺយើងបើកប្រាក់ខែឌុបតែម្ដងជូនលោកគ្រូអ្នកគ្រូមន្ត្រីរាជការទាំងអស់បូកទាំងប្រាក់ឧបត្ថម្ភ50,000រៀលបន្ថែមទៀតមិនអោយយឺតជាងថ្ងៃទី11ខែមេសាទេបើកទាំងពីរតែម្ដងដើម្បីឲ្យលោកគ្រូអ្នកគ្រូអាចចូលឆ្នាំព្រោះរាល់ដងយើងបើកប្រាក់ខែ2ដងក្នុងមួយខែអញ្ចឹងដល់ខែ4នេះគឺបើកសរុបបូកជាមួយប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដែលអ្នកខ្លះគេថារដ្ឋាភិបាលដាច់យ៉ៃហើយដាច់លុយហើយបានទៅបោះពុម្ពក្តារប្រាក់20,000រៀលក្តារប្រាក់20,000រៀលដើម្បីអបអរសាទរពិធីឡើងគ្រងរាជ្យគ្រប់20វស្សារបស់ព្រះមហាក្សត្រដែលធនាគារជាតិបោះពុម្ពសម្ដេចធិបតីបានបន្តថាឥឡូវបើសិនយើងបោះដោយសារដាច់យ៉ៃមែនបោះ20,000យកមកប្រកាសជាឃើញក្តារប្រាក់20,000ចរាចរពេញក្រុងហើយវាអត់មានបើគេចង់បោះអានឹងគេបោះ20,000ពិបាកចាយធ្វើអីគេបោះអាតូចដែលមិនមានការចាំបាច់ទេហើយបើរដ្ឋអស់ប្រាក់ក្នុងរដ្ឋាភិបាលគ្មានលទ្ធភាពណាបើកឌុបក្នុងខែ4ហើយបើកទាន់ពេលវេលាបើកឌុបហើយថែមទាំងបើកប្រាក់ឧបត្ថម្ភមិនអោយដាច់នោះទេទាំងមន្ត្រីចូលនិវត្តន៍បើកអោយអត់មានដាច់ទេលុយយើងនៅក្នុងធនាគារយើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុរបស់យើងបានច្បាស់លាស់